បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះបាទខ្ញុំបាទចង់ជំរាបជូនដល់ពុកម៉ែបងប្អូនសម្រាប់តកតងនឹងការដាំដុះបាទដំណាំគ្រប់ប្រភេទអញ្ចឹងយើងតែងតែជួបបញ្ហាជាច្រើននៅពេលដំណាំដែលដាំដុះមកហើយបាទដំណាំរបស់យើងទៅជាលូតលាស់មិនសូវល្អបាទក្រិនឬក៏មានបញ្ហាជាច្រើនដែរធ្វើឲ្យដំណាំរបស់ពុកម៉ែបងប្អូនបាទបាត់បង់នូវទិន្នផលពិសេសគឺការដែលយើងទៅចំណាយលុយទៅទិញជីថ្នាំយ៉ាងច្រើនមកឬក៏ជាបាទថ្ងៃនេះគឺអ្វីដែលសំខាន់បាទកុំឲ្យពុកម៉ែបងប្អូនបាទគិតទៅដល់ចំណុចទី1មុនគេបំផុតនោះគឺប្រព័ន្ធរឹសក៏ដូចជាទៅលើកត្តាដីបាទដីគឺជាកត្តាមួយដ៏សំខាន់សម្រាប់ពុកម៉ែបងប្អូនបាទការដាំដុះមិនថាការសម្អាតដីដោយការភ្ជួរការរាស់បាទប្រមូលកាកសំណល់ជាពិសេសគឺការបំលែងកាកសំណល់ឲ្យទៅជាធម្មពលបាទនោះគឺអ្វីដែលសំខាន់ពុកម៉ែបងប្អូនថ្ងៃនេះតើធ្វើយ៉ាងណាដើម្បីឲ្យប្រព័ន្ធរឹសរបស់ដំណាំស្រូប CG ក៏ដូចដីដែលទៅជាដីដែលកើតជាដីធម្មពលជួយទៅដល់ដំណាំបាទណែនាំនៅផលិតផលមួយដែលពុកម៉ែបងប្អូនបាទអាចទៅស្គាល់ឬក៏បន្ថែមនៃការស្គាល់គឺកម្ពុជាកសិកម្មបាទកបោកសិកម្មគឺជាប្រភេទបាទម្សៅកាល់ស្យូមកាបូណាតមួយយ៉ាងដែលជួយទៅដល់បាទរុនខ្យល់បាដីការចោះការធ្វើឲ្យដីផុសធូរដីមានសំណើមពិសេសគឺទៅបំបត្តិបាទចម្រោកសត្វល្អិតចង្រៃមិនថាកាឌាឬក៏សត្វល្អិតជាច្រើនដែលបំផ្លាញទៅដល់ប្រព័ន្ធរឹសបាទអញ្ចឹងកបោកសិកម្មពិតជាពិសេសបំផុតនោះគឺបាទពុកម៉ែបងប្អូនបាទប្រើប្រាស់ទៅលើជីថ្នាំគីមីជាច្រើនដូចជាការប្រើថ្នាំស្មៅដីរបស់យើងចាប់ដើមរឹងក្តាំងអញ្ចឹងកបោកសិកម្មអាចជួយបានទៅដល់ដំណាំពុកម៉ែបងប្អូនធ្វើឲ្យដំណាំពុកម៉ែបងប្អូនបាទមានសុខភាពល្អឬមានសុខភាពរឹងមាំនិងទាញ CG បានគ្រប់គ្រាន់បាទជួយបង្កើនផលដំណាំផងដែរបាទព័ត៌មានបន្ថែមពុកម៉ែបងប្អូនអាចបាទតំណទៅតាមលេខឬក៏ page របស់ខ្ញុំបាទផ្ទាល់ដែលមានលេខខាងក្រោមស្រាប់បាទសូមអរគុណ